បាទយើងវិលមកជួបគ្នាបន្តទៀតប្រិមិត្តបាទមិញនេះបានសន្យាជាមួយទូទាំងជនហើយថាខ្ញុំនឹងលើកឡើងនៅព័ត៌មានដែលអនុវត្តសារក្រមកាលពីម្សិលមិញនៅក្នុងទឹកដីខេត្តកណ្ដាលនៅក្រុងតាខ្មៅដីនេះរវាងកូននិងម្ដាយបាទហេតុអីបានជាខ្ញុំចង់លើកយករឿងនឹងមកនិយាយដោយសារតែប្រិមិត្តរបស់យើងច្រើនណាស់ដែលបានចង់ទទួលចង់ដឹងសាច់រឿងហ្នឹងតែរឿងហ្នឹងវាពិតប្រកបយ៉ាងម៉េចបានជាកូនហ៊ានប្តឹងម្ដាយហើយម្ដាយហ៊ានប្តឹងកូនហើយថាតើម្ដាយខូចឬក៏កូនខុសម្ដាយខុសឬក៏កូនខូចបាទនេះជាមូលដ្ឋានមួយដើម្បីឲ្យទូទាំងជនក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសរបស់យើងបានជ្រាបជាព័ត៌មានថាតើយើងមើលសាច់រឿងហ្នឹងទាំងពីរព្រោះខ្ញុំអត់ត្រូវការយកមកខាងទេថាតើភាគីខាងម្ដាយគាត់ថាម៉េចតើវាសមហេតុផលអត់បាទតើកូននេះមានអំណះអំណាងអីដែលដើម្បីបញ្ជាក់ឲ្យមហាជនគេដឹងថាអ្នកឯងពិតជាមិនធ្វើបាបម្ដាយព្រោះធម្មតាកាលណាបើសិនជាលឺព័ត៌មាននឹងមួយទូទាំងអ្នកជនមិនបានដឹងរឿងច្បាស់ប្រកាសតែជាបឋមនឹងគឺខឹងកូននឹងមកចាប្រកាសជាចោទថាកូនអកតញ្ញូធ្វើបាបម្ដាយប៉ុន្តែខ្ញុំអត់ចឹងទេដោយសារតែខ្ញុំគិតថារឿងខ្លះមិនមែនតែម្ដាយសិតល្អទេចាក៏មានខូចដែររឿងខ្លះទៀតមិនមែនកូនសិតល្អទេចាកូនក៏ខូចដែរបាទហ្នឹងខ្ញុំនិយាយចឹងកុំអោយតែដដែលអ្នកមានគុណហើយមិនគូដាក់បន្ទុកគាត់ក៏មានម្ដាយខ្លះអត់នេះដែរណាល្អជាមួយកូនដែរណាពេលខ្លះឃើញតែលុយឃើញអីចឹងទៅវារឿងចឹងទៅប៉ុន្តែមិនមែនខ្ញុំនិយាយនេះសំដៅទៅលើរឿងហ្នឹងទេតែគាត់ចង់លើកជាមូលដ្ឋានឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងបានយល់ម៉ែហើយនឹងកូនឆ្លោះគ្នារឿងដីឥឡូវម្សិលមិញសារក្រមបានចេញឲ្យម៉ែចាក់ចេញពីផ្ទះឥឡូវសាច់រឿងហ្នឹងឥឡូវឲ្យសេឡាចាប់ដើមបន្តិចសិនព្រោះខ្ញុំបានដឹងខ្លះហើយបាទសាច់រឿងហ្នឹងវាយ៉ាងម៉េចសាមញ្ញបាទចាការអនុវត្តសដីកាម្ដាយយំឡំប៉ាចាក់ចោលផ្ទះទាំងក្តីអាឡ័យកងកម្លាំងសមត្ថកិច្ចជំរកដឹកនាំដោយលោកព្រះរាជអាជ្ញារងអមស្រាដំបងខេត្តកណ្ដាលបានចុះអនុវត្តសដីកាយកផ្ទះពីម្ដាយទៅឲ្យកូនប្រហ្វាធ្វើឲ្យគាត់ឡំប៉ាមិនព្រមចុះចេញការអនុវត្តឈប់សិនមើលខាងក្រមការងាររបស់យើងសិនព្រោះគេចង់មើលឃើញការអនុវត្តសារក្រមហ្នឹងបាទពីព្រោះអត់រូបភាពអញ្ចឹងអត់រូបភាពនិយាយទៅមើលឃើញមុខខ្ញុំមួយសិលាហើយខំបញ្យល់គាត់មិនកើតអញ្ចឹងសហការីយើងយ៉ាងម៉េចដែររូបភាពយើងជំរាបជូនសិនទៅចាំតិចទៀតយើងរៀបចំរូបតាមក្រោយបាទព្រោះប្រាប់យូរហើយកុំឲ្យខកខានរឿងសាច់រឿងអញ្ចឹងព្រោះអ្នកទស្សនាយើងកំពុងតែត្រូវការចង់រឿងនិយាយពិតផងរូបភាពពិតផងបាទអញ្ចឹងយ៉ាងម៉េចដែរសហការីរូបភាពសូមយើងចាយើងមានការយឺតយ៉ាវបន្តិចបាទចាអញ្ចឹងមើលបន្តិចទៀតបាទតោះសាច់រឿងបន្ថែមទៀតបាទចាគឺឥឡូវយើងចូលបន្តទៀតការអនុវត្តសដីកាហ្នឹងធ្វើឡើងកាលពីវេលាម៉ោង 9 ព្រឹកថ្ងៃទី 20 ខែឧសភាឆ្នាំ 2014 នៅចំណុចផ្ទះលក់ថ្នាំពេទ្យស្លាកជីហោឈ្មោះច័ន្ទស៊ីស្ថិតនៅក្នុងភូមិសង្កាត់និងក្នុងភូមិសង្កាត់ក្រុងតាខ្មៅខេត្តកណ្ដាលលោកយាយដែលត្រូវតុលាការបង្គាប់ឲ្យប្រគល់ផ្ទះទៅឲ្យកូនប្រហ្វាឈ្មោះហ្វឺសៃហុងចំណែកកូនប្រហ្វាឈ្នះក្តីពីឈ្មោះពីម្ដាយនឹងឈ្មោះយេយ៉ុងនិងប្រពន្ធឈ្មោះឡាយចន្ទថារស់នៅក្នុងភូមិព្រែកសំរោសង្កាត់តាខ្មៅក្រុងតាខ្មៅចានៅពេលដែលចាយើងចានៅពេលដែលកំពុងតែអនុវត្តសដីកាលោកយាយហ្វឺសៃហុងចាអាយុ72ឆ្នាំបានស្រែកឡំប៉ាថាគាត់មិនចុះចោលផ្ទះនេះទេដោយសារផ្ទះនេះគាត់បានទិញតាំងពីឆ្នាំ94ក្រោយពីប្តីស្លាប់នៅក្នុងនាមជាស្ត្រីមេម៉ាយបានខិតខំរកប្រាក់ចិញ្ចឹមកូនតូចៗចំនួន4នាក់និងបានរកប្រាក់ទិញផ្ទះនេះមិនឲ្យចាមិនគួរកូនប្រហ្វាប្តឹងបណ្ដេញគាត់ចេញពីផ្ទះដូច្នេះទេចំណែកភាគីកូនប្រហ្វាឈ្មោះយេយ៉ុងបានឲ្យដឹងថាក្រោយពីរៀបការគាត់បានធ្វើការសន្សំលុយទិញផ្ទះមកឲ្យម្ដាយក្មេកនិងក្រុមគ្រួសាររស់នៅជុំគ្នាក្រោយមកម្ដាយចង់បានផ្ទះនេះទៅឲ្យកូនប្រុសរបស់គាត់ឈ្មោះច័ន្ទស៊ីដែលត្រូវជាប្អូនថ្លៃទើបនឹង
ទើបកើតជារឿងប្តឹងផ្ដាល់នេះឡើងលោកថាលោកមិនដាច់ចិត្តដេញម្ដាយនោះទេព្រោះគាត់ជាអ្នកមានគុណហើយថាការអនុវត្តបដិការនេះគឺចង់ឲ្យកូនប្រុសរបស់គាត់ឈ្មោះច័ន្ទស៊ីនិងក្រុមគ្រួសារចាក់ចែងតែប៉ុណ្ណោះចំណែកម្ដាយគាត់ធានាចិញ្ចឹមអស់មួយជីវិតតែបើម្ដាយមិនព្រមមករួមរស់នៅជាមួយនឹងគាត់ហ្វុកចិត្តផ្ដាល់ដីឡូមួយកន្លែងទំហំ5ម៉ែត្រគុណនឹង20ម៉ែត្រនៅក្នុងភូមិលេខ1ឃុំស្វាយរលំស្រុកស្អាងកណ្ដាលរួមនឹងប្រាក់$5000ដើម្បីសាងសង់ផ្ទះថ្មីនៅជាមួយនឹងកូនប្រុសគាត់ក៏បានដែរមិនមែនថាចង់បានផ្ទះបណ្ដេញម្ដាយដោយគាត់លើកឡើងនោះទេចាក្រោយពេលដែលអនុវត្តកូនប្រហ្វាឈ្មោះយេយ៉ុងបានទុកពេលឲ្យម្ដាយនឹងកូនប្រុសរបស់ត្រូវជាប្អូនថ្លៃគាត់ឈ្មោះច័ន្ទស៊ីរយៈពេល1ខែតម្រាំរកផ្ទះថ្មីបាននៅប៉ុន្តែភាគីលោកយាយចាហ្វឺសៃហុងហ្វុកចិត្តចាក់ចេញដោយក្តីអាឡ័យនិងមិនទទួលស្គាល់ដីកាតុលាការនោះទេចាបាទទូទាំងអ្នកជនសង្កេតមើលរឿងសាលក្រមមួយនេះខ្ញុំចង់បង្ហាញនៅព័ត៌មានទាំងសងខាងដោយអ្វីដែលខ្ញុំបានជម្រាបខាងដើមអញ្ចឹងបាទតាមពិតទៅរឿងរ៉ាវនេះយើងស្ដាប់ភាគីទាំងសងខាងគឺនិយាយត្រូវទាំងអស់បាទអញ្ចឹងហើយបានជាធ្វើឲ្យខ្ញុំពិបាកក្នុងការថាអ្នកណាត្រូវអ្នកណាខុសណាអញ្ចឹងខ្ញុំទាមទារឲ្យភាគីទាំងសងខាងដើម្បីធ្វើការបកស្រាយបាទលោកយាយដែលជាម្ដាយរួមជាមួយនឹងកូនរបស់គាត់ឈ្មោះច័ន្ទស៊ីគាត់ធ្លាប់បានមកដល់ស្ថានីយ៍ខ្ញុំមុនពេលអនុវត្តសាលក្រមចង់ឲ្យខ្ញុំផ្សាយមុនតាក់ទងនឹងថាកូនរបស់ខ្លួននិងកូនប្រសាបានប្តឹងគាត់បណ្ដេញគាត់ចេញពីផ្ទះដើម្បីយកផ្ទះនឹងធ្វើជាកម្មសិទ្ធិបាទអញ្ចឹងខ្ញុំប្រាប់ថាលោកយាយតាក់ទងនឹងព័ត៌មានទាំងអស់នេះខ្ញុំមិនអាចយកឯកសារនឹងនិយាយតែម្ខាងបានទេព្រោះខ្ញុំត្រូវការទាំងសងខាងខ្ញុំមិនទៅកាន់ជើងកូនលោកយាយដែលប្តឹងលោកយាយទេជាម្ដាយទេហើយខ្ញុំក៏មិនកាន់ជើងលោកយាយថាលោកយាយថាកូននឹងខូចដែរដោយសារអីដោយសារតែខាងខ្ញុំណែមិនបានដឹងរឿងផ្ទៃក្នុងរវាងគ្រួសារលោកយាយទេអញ្ចឹងភាគីទាំងសងខាងអ្នកណាក៏ដូចអ្នកណាដែរគឺនិយាយដើម្បីយកត្រូវរៀងខ្លួនបាទកាលណាបើសិននិយាយត្រូវរៀងខ្លួននោះហើយដែលខ្ញុំទាមទារឲ្យមានការបកស្រាយទាំងសងខាងឥឡូវភាគីខាងម្ដាយបាទលោកយាយអីមិញឈ្មោះគាត់ហ្វៃហ្វឺហ្វៃចាបាទលោកយាយខាងម្ដាយនេះគាត់បានប្រាប់ថាផ្ទះនេះគឺគាត់បានទិញបាទគាត់បានទិញពីភាគីម្ខាងទៀតដែលបានគឺគាត់ជាអ្នកទិញនឹងតែម្ដងបាទប៉ុន្តែខាងភាគីខាងកូនប្រសានិងកូនបកើតរបស់គាត់ស្រីចាបាទកូនប្រសាជាអ្នកតទល់ជាមួយនឹងម្ដាយនឹងបាទហើយខាងកូនប្រសានេះវិញនឹងកូនបកើតរបស់គាត់ឯនេះវិញគាត់ថាតាមពិតផ្ទះនឹងគឺជាផ្ទះរបស់គាត់ដែលជាអ្នកទិញហើយរឿងដែលគាត់ចង់ប្រាប់នៅពេលនេះគឺគាត់ប្រាប់ចង់និយាយថាគាត់មិនបានប្តឹងឈ្នះសាលក្រមនេះដើម្បីបណ្ដេញម្ដាយចេញទេតែឲ្យតែឈ្មោះច័ន្ទស៊ីដែលជាកូនរបស់គាត់មួយទៀតនឹងចាក់ចេញពីព្រោះគាត់ថានៅពេលដែលគាត់ទិញផ្ទះនេះភាគីខាងលោកច័ន្ទស៊ីជាអ្នកចង់បានគេដំណើរហ្នឹងហេវាថាអញ្ចឹងប៉ុន្តែភាគីខាងកូនភាសាដែលឈ្នះក្តីឯនេះថាអត់ទេតាមពិតទៅគាត់មិនបានធ្វើដល់ថ្នាក់នេះបណ្ដេញអ្នកមានគុណទេតែបើសិនជាអ្នកមានគុណរបស់គាត់នៅផ្ទះនេះគឺនៅដដែលឲ្យតែកូនឈ្មោះច័ន្ទស៊ីនឹងចេញទេនេះយីហៅរបស់គាត់អសដ្ឋានច័ន្ទស៊ីបាទអញ្ចឹងគាត់ឲ្យតែកូនរបស់គាត់នោះចេញទេហើយលោកយាយនៅនឹងចោះបាទប៉ុន្តែឥឡូវលោកយាយអត់ព្រមទេបាទសុកចិត្តចេញហើយខាងកូននៅនេះវិញដែលឈ្នះក្តីនេះក៏ប្រាប់ឲ្យមិញនេះចាគឺឲ្យដីមួយកន្លែងទំហំក្បាល5បណ្ដោយ20ហើយថែមលុយ5000ពីលើទៀតប៉ុន្តែលោកយាយនៅតែមិនព្រមទេសុកចិត្តចេញទៅទាំងអាឡ័យបំផុតបាទនេះភាគីម្ខាងគាត់លើកឡើងអញ្ចឹងឥឡូវនេះយើងមើលឃើញពីរូបភាពជាក់ស្ដែងនិងឯកសារយោងខ្លះអញ្ចឹងទុកឲ្យទូទាំងអ្នកជនពិចារណាទាំងអស់គ្នាទៅខ្ញុំមិនថាអ្នកណាខុសណាត្រូវទេទោះបីថាឥឡូវមានតែតុលាការមួយទេដែលថាអាចហ៊ានថាអ្នកនេះខុសអ្នកនេះត្រូវដោយសំអាងទៅលើឯកសារប៉ុន្តែក៏គាត់មិនបានទទួលយកនៅសារក្រមនឹងដែរគាត់លោកយាយថាសារក្រមនេះគឺអយុត្តិធម៌សម្រាប់លោកយាយណាស់បាទ
អញ្ចឹងខ្ញុំអត់មានអីនិយាយក្រៅពីរឿងពិតដែលកើតឡើងនៅទីនោះទេហើយខ្លះទៀតក៏បានរិះគន់ទៅលើសមត្ថកិច្ចទៅអនុវត្តសារក្រមហ្នឹងប៉ុន្តែបើសិនជាទៅរិះគន់ទៅលើសមត្ថកិច្ចអត់ត្រូវទេបាទព្រោះគាត់គឺអនុវត្តទៅតាមតដីកាបាទអញ្ចឹងរឿងរ៉ាវយ៉ាងណានោះគឺតុលាការជាអ្នកសម្រេចឲ្យគាត់ជាអ្នកអនុវត្តបាទព្រោះខាងសមត្ថកិច្ចបានទៅការពារពេលដែលខ្លាចមានការអនុវត្តសារក្រមមានរឿងរ៉ាវជាមួយគ្នាដែលកើតឡើងនៅទីនោះបានអញ្ចឹងរឿងរ៉ាវម្ដាយនិងកូននៅខាងក្រុងតាខ្មៅកាលពីម្សិលមិញនេះគឺអនុវត្តសារក្រមចប់ហើយប៉ុន្តែមិនទាន់បានន័យថាសារក្រមនេះបញ្ចប់បិទសំណុំរឿងជាស្ថាពរទេដោយសារតែខាងលោកយាយគាត់ថាគាត់មិនទទួលយកឡើយចា៎បាទនេះជារឿងរ៉ាវនៅខាងក្រុងតាខ្មៅរវាងម្ដាយនិងកូនបាទសូមបញ្ចប់រឿងនឹងប៉ុណ្ណឹងរួចហើយសូមបន្តរឿងមួយទៀតដែលកាលពីថ្ងៃច័ន្ទខ្ញុំបានលើកឡើងនៅរឿងតាក់ទងនឹងឧត្តមសេនីយ៍ទូផ្កាយ2ជាតារាដែលត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីដើមសប្តាហ៍មុននេះតាក់ទងនឹងរឿងបណ្ដឹងរបស់អតីតនាយនគរបាលនាយនគរបាលឌឿនសវណ្ណបាទអតីតបាទនៅក្នុងនេះហេតុអីបានជាខ្ញុំចង់លើកឡើងសារដើមឡើងវិញបើទោះបីព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របានលើកលែងទោសលោកឧត្តមសេនីយ៍ទូជាតារាឲ្យវិលត្រឡប់ទៅចូលនៅធ្វើការនៅការិយាល័យរបស់លោកវិញក៏ដោយប៉ុន្តែនៅក្នុងនេះយើងឃើញលិខិតមកពីខាងក្រសួងយុតិធម៌មួយដែលបានផ្ញើជូនទៅសម្ដេចនាយករដ្ឋមន្ត្រីដែលចង់បង្ហាញអំពីករណីប្តឹងផ្ដាល់គ្នានេះសូមឲ្យខាងភាគីខាងលោកឧត្តមសេនីយ៍ទូជាតារាអាចមានសិទ្ធិប្តឹងបកតវិញអំពីករណីសំណុំរឿងពាក់ព័ន្ធនឹងការចាប់ខ្លួនឧត្តមសេនីយ៍ទូជាតារាក្នុងវិវាទជាមួយនឹងឈ្មោះឌឿនសវណ្ណបាទនេះបានន័យថាសំណុំរឿងនេះចង់វិលទៅរកខាងម្ចាស់បណ្ដឹងដែលធ្វើឲ្យលោកឧត្តមសេនីយ៍ទូជាតារាជាប់ឃុំដែលតុលាការកំពូលសម្រេចថាជាប់ទោសរយៈពេល8ខែនិងពិន័យជាប្រាក់មុនវងដល់80លានរៀលបាទហើយនឹងបន្តឲ្យប្រទេសបន្ថយមកត្រឹម20លានរៀលបាទនៅក្នុងលិខិតមួយរបស់ក្រសួងយុតិធម៌បានពន្យល់ទៅសម្ដេចនាយករដ្ឋមន្ត្រីតាក់ទងអំពីករណីរឿងនេះបាទក្នុងនេះក្រសួងយុតិធម៌បានពន្យល់ថាចំពោះរឿងព្រំប្រទានដែលមានសាលដីកាព្រំប្រទានស្ថាពររបស់តុលាការកំពូលគឺអាចមានជំរើសជាដំណោះស្រាយដូចខាងក្រោមជំរើសទី1ប្តឹងសាររើទៅតុលាការកំពូលដើម្បីបង្ហាញអំពីភាពស្អាតស្អំរបស់ខ្លួនក្នុងករណីដែលឈ្មោះជាតារាមានភស្តុតាងថ្មីដែលបង្ហាញថាខ្លួនពុំបានប្រព្រឹត្តបទល្មើសព្រំប្រទានដោយការចោទប្រកាន់នោះទេបាទនេះដែលតាមក្រសួងយុទ្ធភ័ពដែលបានពន្យល់ទៅសម្ដេចនាយករដ្ឋមន្ត្រីបាទហើយនៅក្នុងលិខិតមួយទៀតដែលត្រូវបានផ្ញើជូនទៅសម្ដេចនាយករដ្ឋមន្ត្រីមួយដែរគឺខាងនាយកដ្ឋានអង្គរៈបាទក្នុងនោះបានលើកឡើងថាលិខិតដែលបានផ្ញើទៅនេះមានសូមអនុញ្ញាតរាយការណ៍ជូនសម្ដេចមេត្តាជ្រាបដល់ពងពោះអំពីករណីចាប់ខ្លួនឧត្តមសេនីយ៍ទូជាតារាអត្តលេខ01089នាយរងសេនាធិការបញ្ជាការដ្ឋានអង្គរៈបាទពាក់ព័ន្ធនឹងវិវាទជាមួយនឹងឈ្មោះឌឿនសវណ្ណអតីតនាយនគរបាលដែលត្រូវបានរាជរដ្ឋាភិបាលដកសាកនិងបណ្ដេញចេញពីកងនគរបាលជាតិកាលពីឆ្នាំ2012កន្លងមកបាទនេះលិខិតនេះប៉ុន្តែនៅក្នុងសាច់រឿងនេះខាងក្រសួងយុតិធម៌បានលើកឡើងជាឧទាហរណ៍ថារឿងប្តឹងផ្ដាល់បង្ខូចគេនេះពាក់ព័ន្ធនឹងរឿងបញ្ហាដីធ្លីដែលភាគីខាងលោកឌឿនសវណ្ណនិងភាគីលោកជាតារាគឺពាក់ព័ន្ធនឹងករណីដីធ្លីនៅចំណុចT85 T85 T87 បាទនិងT86អូបាទនៅក្នុងនេះបើតាមខ្ញុំពិនិត្យមើលនៅឯកសារយោងដើម
ខាងដើមដែលនាំឲ្យភាគីទាំងពីរមានវិវាទគ្នាយោងតាមរបាយការណ៍ខាងដើមនេះគឺឯកសារពាក់ព័ន្ធដែលមានភ្ជាប់មកជាមួយបានឲ្យដឹងថាកាលពីឆ្នាំ2007ឈ្មោះជាតារាតំណាងឲ្យក្រុមហ៊ុនកំហាប់ហើយបានធ្វើកិច្ចសន្យាលក់ទិញដីបាទធ្វើកិច្ចសន្យាលក់ទិញដីទំហំ45000 ម៉ែត្រការ៉េនៅទេ87អតីតវិសុកងទ័ព ស្ថិតនៅក្នុងភូមិទី8សង្កាត់ទលេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញបាទក្នុងតម្លៃ27ច្រើនបាទ27លានជាងបាទនេះសុបខ្លាច់ខុសលេខបាទមានតម្លៃជាង2លានដុល្លារសហរដ្ឋអាមេរិកជាមួយនឹងឈ្មោះជួបច័ន្ទនិងឈ្មោះប្រាក់សុខឿនតាមកិច្ចសន្យាចុះថ្ងៃ27ខែ12 2007ចំណែកឯឈ្មោះឌឿនសវណ្ណជាអ្នកទទួលរត់ការច្បាប់វិនិយោគឲ្យក្រុមហ៊ុនកំហាប់ដែលមានលោកជាតារាជាតំណាងប៉ុន្តែនៅពេលរត់ការមិនបានសម្រេចឈ្មោះជាតារាបានប្តឹងលោកជួបច័ន្ទនិងលោកឌឿនសវណ្ណទៅតុលាការពីបទបន្លំឯកសារបាទបន្លំអាជ្ញាធរនិងក្លែងលិខិតសាធារណៈដែលចាត់ទុកថាជាករណីឆបោកបាទប៉ុន្តែក្រោយពេលដែលខាងលោកជាតារាគាត់ប្តឹងក្រោយមកទៀតរឿងរ៉ាវនោះវាវែងឆ្ងាយហើយក៏ឈានទៅដល់ខាងលោកឌឿនសវណ្ណប្តឹងតបវិញបាទដែលរហូតដល់មកដល់ថ្ងៃ25ខែ4 2014នេះដែលធ្វើឲ្យខាងភាគីខាងលោកឌឿនសវណ្ណត្រូវបានតុលាការកំពូលឲ្យឈ្នះក្តីដោយសារតែថាពាក់ព័ន្ធនឹងបទបរិហាគេបទបង្ខូចគេបាទមូលបង្កាច់គេបាទអញ្ចឹងមុនដំបូងតាមពិតលោកជាតារាជាអ្នកប្តឹងទេប៉ុន្តែក្រោយមកលោកឌឿនសវណ្ណជាអ្នកប្តឹងវិញបាទអញ្ចឹងរឿងនេះវាវែងឆ្ងាយតទៅទៀតដែលបានឈានទៅដល់ខាត់ខ្លួនអាយដាមជាតារាកាលពីថ្ងៃទី25ខែ4 2014បាទប៉ុន្តែនៅថ្ងៃក្រោយមកទៀតក៏ត្រូវបានព្រះរាជកិច្ចរបស់ព្រះករុណាបានលើកលែងទោសតម្រូវឲ្យលោកជាតារាឧត្តមសេនីយ៍តូជាតារាវិលទៅធ្វើការជាធម្មតានៅការិយាល័យរបស់ខ្លួនវិញបន្ទាប់ពីការលើកលែងទោសប៉ុន្តែឥឡូវនេះរឿងរ៉ាវទាំងអស់នេះត្រូវបានសើរើឡើងវិញដោយខាងក្រសួងយុទ្ធភ័ពថាឲ្យសើរើឡើងវិញបើសិនជាមានឯកសារថ្មីហើយបញ្ជាក់ថាលោកជាតារាមិនពាក់ព័ន្ធនឹងបញ្ហាហ្នឹងអាចធ្វើការសើរើនិងប្តឹងផ្ដាល់តបទៅនឹងតុលាការកំពូលដើម្បីឲ្យសើរើសាច់រឿងចាស់នឹងឡើងវិញបាទនេះរឿងរ៉ាវវាវែងឆ្ងាយប៉ុណ្ណឹងបាទប៉ុន្តែដើម្បីលើក background ខ្លះថាតើពាក់ព័ន្ធនឹងរឿងហ្នឹងវាយ៉ាងម៉េចនេះដោយសារមានឯកសារផ្សេងទៅប៉ុន្តែពាក់ព័ន្ធនឹងផ្លូវច្បាប់ទុកឲ្យខាងតុលាការជាអ្នកវិនិច្ឆ័យចោះបាទយើងមិនបានដឹងថាតើភាគីទាំងពីរគាត់មានរឿងរ៉ាវអីហើយមានឯកសារអីច្រើនទៀតដើម្បីបង្ហាញទៅតុលាការអញ្ចឹងសំខាន់ឬភាគីទាំងសងខាងទេដែលគាត់មានភ័ស្តុតាងរៀងខ្លួនដើម្បីបញ្ជាក់បានថានេះជារឿងពិតប្រាកដនិងឯកសារពិតប្រាកដមួយសម្រាប់ភាគីម្ខាងបាទអរគុណទូទាំងជនចង់ជម្រាបជូនរឿងនឹងប៉ុណ្ណឹងចុះបាទឥឡូវនេះបន្តទៅរឿងថ្មីវិញបាទងាកទៅមើលកាយបញ្ហាខ្យល់ព្យុះនៅខាងខណ្ឌរសីកែវកាលពីល្ងាចម្សិលមិញតើគ្រោះថ្នាក់អីខ្លះបាទសូមជឿចាគឺភ្លៀងមួយមេចារលំផ្ទះបាក់សង្កត់ម្ដាយនិងកូនស្លាប់យ៉ាងអណោចអធមស្ត្រីជនជាតិខ្មែរអ៊ីស្លាមនិងកូនស្រីម្នាក់គឺបានស្លាប់យ៉ាងអណោចអធមក្រដែលផ្ទះរលំសង្កត់លើពេលដែលមានភ្លៀងមួយមេលាយជាមួយនឹងខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះរលំបាក់អស់19ខ្នងក្នុងនោះមានសង្កាត់ព្រែកតាហ្វេកខណ្ឌរសីកែវរលំផ្ទះអស់6ខ្នងស្លាប់មនុស្សអស់2នាក់សង្កាត់ស្វាយប៉ាក់11ខ្នងនិងសង្កាត់ច្រាំងជម្រេះ2រលំផ្ទះអស់2ខ្នងកាលពីវេលាម៉ោង 5:30 នាទីល្ងាចថ្ងៃទី20ឧសភាចាហើយស្ត្រីជនជាតិអ៊ីស្លាម2នាក់ម្ដាយនិងកូនដែលបានស្លាប់ចាខ្មែរអ៊ីស្លាម2នាក់ដែលបានស្លាប់នោះគឺមានឈ្មោះហឹមទីហ្គាល់មានអាយុ29ឆ្នាំមុខរបរអ្នកនេសាទត្រីស្នាក់នៅភូមិព្រែករាំងក្រុមទី2
សង្កាត់ព្រែកតាហ្វេខណ្ឌរហ្វេកែវនិងកូនស្រីឈ្មោះលីម៉ៃយ៉ានអាយុ5ឆ្នាំជាកូនទី1ចាបើតាមការរៀបរាប់ពីលោកម៉ូតហ្វាលីអាយុ30ឆ្នាំជនជាតិខ្មែរអ៊ីស្លាមមានមុខរបរជាអ្នកនេសាទត្រីដែលត្រូវជាប្តីបានឲ្យដឹងថាគាត់មានកូនចំនួន3នាក់ស្រី2ប្រុសម្នាក់ដែលកូនស្រីពៅអាយុទើបតែបាន7ខែប៉ុណ្ណោះហើយសប្តាហ៍ថ្ងៃគាត់គ្មានមុខរបរអ្វីក្រៅពីនេសាទត្រីនោះទេហើយក្រុមគ្រួសាររបស់គាត់រកមួយថ្ងៃសម្រាប់រស់មួយថ្ងៃតែប៉ុណ្ណោះគ្មានអ្វីទីពឹងចាលោកបានបន្តទៀតថាមុនពេលដែលកើតហេតុគាត់នឹងប្រពន្ធកូនដែលបានស្លាប់នោះគឺបានទៅរកត្រីដោយផ្ញើយកកូនតូចចាផ្ញើនឹងអ្នកចិត្តខាងលុះពេលដែលឃើញមេឃងងឹតរកភ្លៀងគាត់ក៏បានដេញប្រពន្ធរបស់គាត់ឲ្យឡើងទៅមើលកូនតូចចាប៉ុន្តែពេលដែលប្រពន្ធរបស់គាត់ឡើងមកដល់លើគោកចាក៏បានដើរទៅក្រោមផ្ទះដើម្បីលើកកូនចេញពីក្នុងរឹងព្រោះពេលនោះមានខ្យល់ខ្លាំងលាយឡំនឹងភ្លៀងហើយពេលដែលប្រពន្ធរបស់គាត់កំពុងតែលើកកូនចេញពីក្នុងរឹងស្រាប់តែផ្ទះបានរលំបាក់សង្កត់លើប្រពន្ធរបស់គាត់និងកូនបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដងហើយហេតុការណ៍បែបនេះចាឃើញហេតុការណ៍បែបនេះប្រជាពលរដ្ឋក៏បាននាំគ្នាជួយគាស់ផ្ទះដែលរលំនោះដើម្បីជួយសង្គ្រោះជនរងគ្រោះចេញពីផ្ទះដែលបាក់រលំនោះតែมันអាចជួយសង្គ្រោះទាន់ពេលវេលាទេស្ត្រីជាម្ដាយនិងកូនចាបានស្លាប់បាត់ទៅហើយសពពីអ្នកម្ដាយនិងកូនត្រូវបានអ្នកជិតខាងនាំគ្នាជួយធ្វើបុណ្យតាមប្រពៃណីជាលក្ខណៈជនជាតិខ្មែរអ៊ីស្លាមចាគូបញ្ជាក់ផងដែរថាគ្រាន់តែភ្លៀងនិងខ្យល់កន្ត្រាក់មួយមេប៉ុណ្ណោះផ្ទះចំនួន19ខ្នងនៅក្នុងខណ្ឌរហ្វេកែវទាំងមូលត្រូវរងការខូចខាតយ៉ាងដំណំចានឹងសម្រាប់មនុស្សចំនួន2នាក់ទៀតផងបាទទូទាំងអ្នកជនមិញនេះខាងបងប្អូនខ្មែរអ៊ីស្លាមបានទូរស័ព្ទមកខ្ញុំទាំងយំបន្លឺសម្លេងយំនៅក្នុងទូរស័ព្ទថាសូមឲ្យហងមាសជួយអំពាវនាវដើម្បីជួយជាជំនួយសប្បុរសធម៌សម្រាប់អ្នកដែលរងគ្រោះដោយសារខ្យល់ព្យុះកាលពីម្សិលមិញនេះដែលបងប្អូនខ្មែរអ៊ីស្លាមយើងម្នាក់នេះគ្រួសារខ្មែរអ៊ីស្លាមម្នាក់នេះគឺគាត់បាត់បង់នៅប្រពន្ធរបស់គាត់ម្នាក់ហើយនឹងកូនស្រីម្នាក់ចាកូនស្រីតូចមិញកូនតូចមួយមិញស្លាប់ចាស្លាប់ដែរនៅក្នុងមិញមានកូនឥឡូវមិញកូនមួយនៅរូបភាពនៅស្លាប់ចិត្តម្ដាយអញ្ចឹងចុះតែកូនគាត់3មិញទូចអត់អីកូនមាន3នាក់ទូចហ្នឹងប្រហែលជាមិនអីប្រហែលជាស្លាប់កូនដែលរៀងធំតិចនេះកូនតូចប្រហែលជាគាត់ថាមាន3នាក់ធ្ងន់ទេឥឡូវស្លាប់ស្លាប់ប្រហែលជាហ្វ្រៃម្នាក់ដែលនៅដូចជាហ្វ្រៃបងស្លាប់គាត់3នេះកូនតូចទារុនេះអត់អីទេអត់អីទេបាទអត់អីទេអញ្ចឹងស្លាប់តែម្ដាយអូនេះកូនហ្វ្រៃបងនេះម្នាក់ទៀតនៅយធមណាលោកហើយបាទអញ្ចឹងបើសិនជាសពរដ្ឋជនមានធម៌មេត្តាសម្រាប់ជួយទៅលើជនជាតិខ្មែរអ៊ីស្លាមម្នាក់នេះដែលគាត់កំពុងតែរងទុក្ខដង្ហើយហៅរកម្ចាស់ជំនួយអាចតាក់ទងមកតាមរយៈហងមាសបានហើយហងមាសនឹងចូលរួមរំលែកទុក្ខនៅចំនួនអង្គមួយបាវដែល50គីឡូក្រាមហើយនឹងថវិកាចំនួន40,000រៀលសម្រាប់ទៅគ្រួសារខ្មែរអ៊ីស្លាមម្នាក់នេះបាទអញ្ចឹងនេះជាជំនួយរបស់សពរដ្ឋជនរបស់យើងដែលបានជួយតាមរយៈហងមាសមកទេហើយខ្ញុំឥឡូវនេះយកថវិកានេះទៅជួយសង្គ្រោះភ្លាមដោយសារយើងមានរក្សាទុកអញ្ចឹងយើងយកទៅឲ្យគ្រួសារនេះនៅពេលយើងផ្សាយចប់នេះបាទយើងសោកស្ដាយចំពោះគ្រោះថ្នាក់ដែលបានកើតឡើងហើយសូមឲ្យប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេសមានការប្រុងប្រយ័ត្នរដូវវស្សាយើងឈានចូលមកដល់ហើយខ្យល់កន្ត្រាក់និងភ្លៀងសាហាវណាស់រួមជាមួយនឹងរន្ទះផងបាទអញ្ចឹងគ្មានអីក្រៅពីបងប្អូនយើងបងប្អូនប្រជាពលរដ្ឋរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ជុំវិញអំពីករណីគ្រោះធម្មជាតិទាំងអស់នេះ